សង្គ្រាមរយៈពេល6សប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានផ្អាកជាមួយនឹងបទឈប់បាញ់បណ្ដោះអាសន្នប្រធានាធិបតី Donald Trump បានប្រកាសពីជ័យជំនះប៉ុន្តែបទឈប់បាញ់មិនបានដោះស្រាយជម្លោះឬភាពតានតឹងក្នុងតំបន់ដែលជាមូលដ្ឋាននោះទេមុនសង្គ្រាមច្រកសមុទ្រហោរមូសដែលជាផ្លូវតូចចង្អៀតមួយដែលផ្ទុកប្រេងនិងឧស្ម័នប្រហែល1/5របស់ពិភពលោកត្រូវបានទទួលស្គាល់ជាផ្លូវការថាជាផ្លូវទឹកអន្តរជាតិខណៈពេលដែលអ៊ីរ៉ង់តាមដានចរាចរណ៍រំខានកប៉ាល់និងស្ទាក់ចាប់កប៉ាល់ម្ដងម្កាលខ្លួនមិនបានអះអាងការគ្រប់គ្រងពេញលេញលើផ្លូវនោះទេបន្ទាប់ពីជម្លោះទីក្រុងតេអ៊ីរ៉ង់បានផ្លាស់ប្ដូរពីគ្រាន់តែតាមដាននាវាដឹកប្រេងទៅជាការកំណត់ច្បាប់នៃការឆ្លងកាត់ប្រកបដោយប្រសិទ្ធភាពឥឡូវនេះវាដើរតួជាអ្នកយាមច្រកសមុទ្រដោយផ្ទាល់ដោយកំណត់ជាជម្រើសថាទៅប៉ាល់ណាដែលអាចឆ្លងកាត់និងក្រោមលក្ខខណ្ឌអ្វីខ្លះហើយបានបង្ហាញពីផែនការដើម្បីគិតថ្លៃសេវាឥទ្ធិពលរបស់អ៊ីរ៉ង់លាតសន្ធឹងឆ្លងកាត់ប្រទេសលីបង់និងអ៊ីរ៉ាក់តាមរយៈក្រុមហេសបូឡានិងចូលទៅក្នុងសមុទ្រក្រហមតាមរយៈសម្ព័ន្ធមិត្តហ៊ូធីច្រកសមុទ្រហោរមូសបានក្លាយជាចំណុចសំខាន់មួយដែលប៉ះពាល់ដល់ប្រទេសជិតខាងឈូងសមុទ្រនិងទីផ្សារថាមពលសកលសង្គ្រាមមិនបានសម្រេចបាននៅគោលបំណងចម្បងរបស់ខ្លួនទេរបបអ៊ីរ៉ង់នៅតែដែលឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់ខ្លួននៅដដែលហើយវាបន្តគាំទ្រសម្ព័ន្ធមិត្តក្នុងតំបន់អ៊ីរ៉ង់បានស្រូបយកការវាយប្រហារខណៈពេលដែលរក្សានិងក្នុងករណីខ្លះពង្រឹងឧបករណ៍អំណាចស្នូលរបស់ខ្លួនសង្គ្រាមនេះនឹងត្រូវបានគេចងចាំថាជាការកញ្ញាខុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងររបស់លោក Trump សង្គ្រាមមួយដែលផលវិបាករបស់វាបានផ្លាស់ប្ដូររូបរាងតំបន់តាមរបៀបដែលមិនបានគិតទុកជាមុនអ្នកប្រាជ្ញមជ្ឈិមបូព៌ាលោក Fawaz Gerges បានប្រាប់រយត